Here we go ការប្រកួតត្រូវបានចាប់ដើមបាទឥឡូវបាល់នេះក៏នៅតែបន្ត Bruno ទលាក់បាទតែមកស្លាប់ខាងស្ដាំវិញបាទខ្លីៗជាមួយនឹងបាទ Lazy បាន500 view បាទនេះឱកាសគ្រាប់បាល់ទី1ទៅហើយ goal បាទកុំឲ្យថា Man U នឹងអញ offside អូបាទបាល់ offside បាល់យក Casemiro បាល់ offside ប្រិមិត្តយើងបាទស្មានតែគ្រាប់បាល់ទី1ទៅហើយមិញអាឡៃតែឈ្ងោកសៀបន្តិចមិញណាប្រិមិត្តយើងបាទស្មានតែគ្រាប់បាល់ទី1ទៅហើយបាទណែបាទការលើកពី Bruno មកហើយក៏លោតតែតមកក្បាលផ្ទះឡើងទៅខាងលើអូសរត់ពីបាទ Everton Gamago ប្រជុំរបស់កណ្ដាលឃ្លាចោលពីខ្សែការពារបាទ Bruno Fernandes ជួយបានអូអត់មានអាគេរត់ទៅថែមអញ្ចឹងមិនមានអាគេរត់ទៅថែមអញ្ចឹងបលយកបាទអាស៊ាន All Star ឈ្នះ Man U 1-0 អូបានលុយម៉ានេះដូចជា2លានកន្លះបាទ$2លានកន្លះអានេះបាទលើកចូលមកកាណាឆូទាញកាណាឆូជួយបានពីបាទថែមផាយកៃមួយបានល្អថែមទីកន្លែងនេះ Bruno Fernandes អធិស្ឋានបាទ Rasmus Højlund បាទ Godwin បាទ Alejandro Garnacho លើកឡើងទៅខាងលើ Garnacho ទាញ Garnacho បញ្ជូនចូលមកថែមពីអូបាទ Lazy អាកោណាបាទបាទបាទកាណាឆូទាញកាណាឆូប្រជុំរបស់ខាងក្រៅមកក៏ថែមពី Lexi បាទថែមមិនចូលទីទេដល់កបាទលើឡើងខាងនេះឱកាសរបស់ក្រុមបាល់ទាត់ជម្រើជាតិហុងកុង Juninho Goal 1-0 ចុះពួកនេះ fake ไหมពីឲ្យ Man U គ្រប់ត្រូលហុងកុង fake ไหมបាទគ្រប់ត្រូលពីឲ្យ Man U គ្រប់ត្រូលហុងកុងអរគុណច្រើនបងអរគុណច្រើនមែនតើបាទបងបាទសបញ្ញាបាទតែបាល់មិនគឺមិន outside ទេបាទ Juninho បាទ Junior បាទអូយបាទ Tom Heaton នឹងមែនបាទ Juninho Junior កាណាឆូជាមួយនឹង Harry អាម៉ាឲ្យមកកាន់បាទ Casemiro Bruno ផាយកៃជាមួយនឹង Bruno ដួលមកញ៉ាក្រៅមិនមានកាយវិន័យទេបាទយកបាល់បានវិញឥឡូវនេះឱកាស counter ទៅវិញពីសំណាក់កីឡាកររបស់ក្រុមបាល់ទាត់ជម្រើសជាតិហុងកុងទៅណាទៅណីបាទពីបាទបាទ Jude បាទ Buluzo Bruno Fernandes ក្រោសចូលមកតែតមកក្បាលអត់ទេបាទបានបាល់ goal kick មកកាន់អ្នកចាំទី Bruno ក៏ខ្លីៗមកលើនេះឱកាសគ្រាប់បាល់ទី1អត់ទេឱកាសរបស់ Bruno បាល់យកអាជើងស្ទាយផ្លាប់មកជើងលើមើលដល់កអាជើងស្ទាយវាគេធ្វើ style គេបើសិនមកជើងនេះបញ្ចូលបាត់ទៅហើយឥឡូវនេះ Alejandro Garnacho កាត់ចូលមកថៃពី Bruno Fernandes បាទអត់ទេបាទ Garnacho បាទជាស្រ័យបាទ Rasmus Højlund បាទចាំមែនយូលីមិនធ្វើច្រើនរងនឹងលុយណែមកគេធ្វើអញប៉ាំងឡើយមកគេប៉ាំងឡើយមកជើងស្ដាយណាមកគេធ្វើ Højlund ហ្នឹងក៏មិនកើតទៅទៀតឥឡូវមកបាល់ជ្រុងពី Bruno បាទក្រោសចូលមកតែតមកក្បាលចាប់បាល់បានពីអ្នកចាំទីMan U ស៊ីអត់បានអន់បងហើយបាទកន្លែងនេះឱកាសគ្រាប់បាល់ទី1ហើយណែណាគេថា Man U សុទ្ធចូលឥឡូវដាក់បាល់មកគ្រាប់ហើយបាទពីសំណាក់កីឡាកររូបណារូបណីមិញបាទអ្នកសុទ្ធចូលដូចជា OB Martin បាទទីផតកូន OB សុទ្ធចូលហើយបាទ OB Martin បាទដាក់បាល់មកគ្រាប់ហើយបាទ OB បាទខ្សែប្រយុទ្ធវ័យក្មេងដែល Man U កំពុងតែបាទរបិនអាមេរិកកំពុងតែព្យាយាមបដោះបាទមកលេងឈុតធំបដើណែបាទទាញចុះទាញឡើងហើយក៏បញ្ជូនចោះចូលមកតម្លាក់ OB Martin ទាញហើយក៏អូយបាទមកជើងឆ្វេងបាទចូលទីបានសម្រេចបាទ OB Martin 1-0 1-1បាទ
ក្រោចូលមកតំបន់គ្រោះថ្នាក់តែមកក្បាលចេញទៅខាងក្រៅទៅហើយAKG នេះហុងកុងបាទហុងកុងម៉ោនបាទម៉ោនលើកចូលមកតែមកក្បាល OB Martin បាទចេញទៅខាងក្រៅទៅហើយបាទកន្លែងនេះឱកាសគ្រាប់បាល់ទី2បាទរបស់ Manchester United ពី OB Martin បាទ OB Martin រកបាន2គ្រាប់ហើយប្រិមត្តយើងបាទ OB Martin រកបាន2គ្រាប់ហើយអូខេបាទ OB Martin បាទថ្ងៃនេះ OB Martin រកបាន2គ្រាប់បាទចាក់ស្មាហើយចាក់ស្មាចាញ់ហើយបាទឡើយបន្តបាទយកបានទៅវិញបាទជាមួយនឹងក្រុមបាល់ទាត់បាទ Man U អត់ទេបាទហុងកុងបាទចាប់បាល់បានពីអ្នកចាំទីអល់តាយបាយដឺថ្ងៃនេះអល់តាយចូលបាទលើកចូលមកតែមកក្បាលអូខេបាទកុំឲ្យគេប៊ូលីថា1-2ឥឡូវនេះ1-3ប្រៅបាទស៊ីជុំណាស់ស៊ីចឹងឡើងចំពួកនេះមុននេះហុងកុងសុទ្ធចូលក៏នេះណាក៏អបអរឥឡូវមែនយូសុទ្ធចូលអបអរទៀត fake ពួកនេះ fake មែនតើបាទអាថានស៊ូណែបាទ Heaven បាទទៅពីអាម៉ាត់ Diallo អាម៉ាត់បាទបាល់នេះគ្មាន outside មកបៀកទេបាទតែមកក្បាលបាទចូលទីបានសម្រេចបាទអាថានស៊ូអាដិន Heaven ហើយទៅមែនយូឈ្នះចាញ់គេ bully រហូតឥឡូវនេះ1-3បាទយ៉ាត់ឥឡូវឥឡូវ3ហីបាទមានអីទៀត1-3មកចុះពេលនេះមានថាអាចឥឡូវនេះអាចហីបាទមែនយូបាទស៊ីចុងម៉ោងហី1-3បាទញ៉ាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតទៅហើយអបអរសាទរទៅកាន់3សាយក្រហម Manchester United ដែលបានចូលជ័យជម្នះទៅលើហុងកុង1-3ក៏សូមអរគុណដល់បងប្អូនប្រិយមិត្តទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាបាទការប្រកួតនេះតាំងពីដើមរហូតដល់ចប់ក៏សូមខានទេវីតូផងដែរបាទរាល់ពេលពេញទៅលោកខូចកងបាទត្រង់ប្រការណាមួយសូមប្រិយមិត្តយើងបាទខានទេវីតូគណៈពេលនេះផងដែរបាទខ្ញុំសង្ហាហើយនឹងក្រុមការងារសូមអរគុណសូមគោរពលា